ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដែរពួកយើងមកធ្វើការប្រៀបធៀបរវាងទូរស័ព្ទដៃម៉ាក iPhone 12 Pro Max ដែលទើបតែនឹងចេញលក់នាពេលថ្មីនេះជាមួយនឹង iPhone 11 Pro Max ដែលបានចេញលក់កាលពីឆ្នាំទៅក្នុងវីដេអូនេះដែរខ្ញុំសូមលើកយកប៉ុន្មានចំណុចធំៗរបស់ទូរស័ព្ទទាំងពីរ model នេះដូចជារូបរាងអេក្រង់កម្លាំងម៉ាស៊ីនកាមេរ៉ាក៏ដូចជាថ្មជាដើមមកប្រៀបធៀបជូនអ្នកទាំងអស់គ្នាទស្សនាមុននឹងធ្វើការសម្រេចចិត្តតោះយើងមកទស្សនាទាំងអស់គ្នាថាតើបន្ទាប់ពីការចាំអស់រយៈពេល1ឆ្នាំ Apple បានផ្លាស់ប្ដូរអ្វីខ្លះនៅលើទូរស័ព្ទដៃ iPhone របស់ខ្លួនអញ្ចឹងកុំបង្អង់យូរមកតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ទាំងអស់គ្នាចំណុចទី1ដែលយើងនឹងលើកយកមកធ្វើការប្រៀបធៀបនោះគឺរូបរាងបន្ទាប់ពីចាប់កាន់ iPhone 12 Pro Max និង iPhone 11 Pro Max ដាក់ចិត្តគ្នាដំបូងអ្វីដែលយើងឃើញគឺថា iPhone 12 Pro Max ឆ្នាំនេះមានការ design ស៊ុមការពារជាប្រភេទ stainless steel ដដែលដូចទៅនឹង iPhone 11 Pro Max អញ្ចឹងប៉ុន្តែអ្វីដែលខុសគ្នានោះគឺ iPhone 12 Pro Max design មានរាងស្រដៀងទៅនឹង iPhone 5 ខ្លាំងមែនទែនដែលមានសភាពរាបស្មើខុសពី iPhone 11 Pro Max ដែលមានស៊ុមការពារប្រភេទទៀលមូលហើយអ្វីដែលប្លែកមួយទៀតនោះគឺកន្លែងដាក់ SIM គឺត្រូវបានផ្លាស់ប្ដូរមកដាក់នៅខាងឆ្វេងដែលស្ថិតនៅក្រោមប៊ូតុងចាក់សោប៊ូតុងសំឡេងនិងប៊ូតុងកំណត់សំឡេងរោដែលបានរក្សាទុកនៅកន្លែងដដែលរីឯកម្រាស់របស់ iPhone 12 Pro Max វិញគឺមានរាងស្ដើងបន្តិចត្រឹមតែ 7.4 មីលីម៉ែត្រតែប៉ុណ្ណោះចំណែកឯ iPhone 11 Pro Max គឺ 8.1 មីលីម៉ែត្រចំពោះទម្ងន់របស់ iPhone 12 Pro Max វិញមានរាងធ្ងន់ជាងមុនបន្តិចសឹងតែមិនចាប់អារម្មណ៍និយាយពីកញ្ចក់មុខក្រោយការពាររបស់ iPhone 12 Pro Max និង iPhone 11 Pro Max វិញយើងឃើញថាពួកគេប្រើប្រាស់ប្រភេទជាកញ្ចក់ Gorilla Glass ដូចគ្នាប៉ុន្តែលើកនេះ Apple បានបន្ថែមសារធាតុការពារមួយដែលហៅថា Ceramic Shield Cover នៅលើ iPhone 12 Pro Max ដែលធ្វើឲ្យអេក្រង់មុខរបស់ iPhone 12 Pro Max លើកនេះមានសភាពធន់ជាងមុនរហូតដល់ទៅ4ដងប៉ុន្តែយ៉ាងណាក៏ដោយយើងមិនគួរធ្វើតេស្តទម្លាក់ឬយករបស់រឹងមកឆ្កូតនោះទេព្រោះថាកញ្ចក់វានៅតែជាកញ្ចក់ក្រឡេកមកមើលលើអេក្រង់របស់ iPhone 12 Pro Max និង iPhone 11 Pro Max វិញគឺថា Apple មិនបានផ្លាស់ប្ដូរអ្វីច្រើននោះទេសម្រាប់ទូរស័ព្ទទាំងពីរ model នេះគឺពួកគេនៅប្រើអេក្រង់ប្រភេទ Super Retina XDR OLED display និងកម្រិតដង់ស៊ីតេក៏នៅរក្សាដដែលដូចគ្នាគឺត្រឹមតែ458 ppi ដដែលក៏ដូចជាកម្រិតពន្លឺគឺរក្សានៅរហូតដល់ 1200 nit ដដែលសម្រាប់ស្ពេចអេក្រង់ប៉ុននេះគឺខ្ញុំយល់ថាវាជាអេក្រង់ល្អបំផុតហើយរបស់ Apple នាពេលបច្ចុប្បន្នអញ្ចឹងទាំងនេះគឺជាចំណុចដែលដូចគ្នារវាងទូរស័ព្ទទាំងពីរ model នេះក្រឡេកមកមើលចំណុចដែលខុសគ្នាវិញគឺថាអេក្រង់ iPhone 12 Pro Max ឆ្នាំនេះគឺឡើងរហូតដល់ 6.7 អ៊ីងខុសពី iPhone ឆ្នាំមុនគឺត្រឹមតែ 6.5 អ៊ីងតែប៉ុណ្ណោះនិងចំណុចខុសគ្នាមួយទៀតនោះគឺកញ្ចក់ការពាររបស់ iPhone 12 Pro Max លើកនេះគឺមានសភាពរាបស្មើលែងកោងដូចស៊េរីមុនទៀតហើយiPhone 12 Pro Max លើកនេះបានប្រើប្រាស់នៅបន្ទះ chip ប្រភេទ A14 Bionic chip ចុងក្រោយបំផុតរបស់ Apple ដែលភ្ជាប់មកនៅជាមួយនឹង RAM ដល់ទៅ 6GB ខុសពី iPhone 11 Pro Max ដែលបានប្រើប្រាស់ chip ប្រភេទ Apple A13 Bionic ហើយនឹងមាន RAM ត្រឹមតែ 4GB តែប៉ុណ្ណោះប៉ុន្តែចំពោះការប្រើប្រាស់ទូទៅខ្ញុំយល់ថាវាមិនមានភាពខុសគ្នាអីច្រើននោះទេប៉ុន្តែបើសិនជាយើងក្រឡេកមើលការលេងហ្គេមធំៗឬក៏ប្រើប្រាស់កម្មវិធីធំៗដែលមាន graphic ខ្ពស់យើងនឹងឃើញថា iPhone 12 Pro Max នឹងមានដំណើរការរលូននិងលឿនជាង iPhone 11 Pro Max ច្រើនព្រោះថាបន្ទះ chip លើកនេះគឺល្អជាងមុនភ្ជាប់មកជាមួយនឹង RAM ក៏ធំជាងមុនដែររីឯប្រព័ន្ធដំណើរការនៅលើទូរស័ព្ទទាំងពីរ model នេះវិញគឺពួកគេអាចដាក់ឲ្យដំណើរការនៅលើ iOS 14 បានដូចគ្នាអ្វីដែលអ្នករំពឹងរង់ចាំពីក្រុមហ៊ុន Apple លើកនេះគឺបានមកដល់ហើយគឺការប្រើប្រាស់នៅសេវា 5G ដែលមាននៅលើទូរស័ព្ទ iPhone 12 Pro Max នេះក៏ជាចំណុចមួយដែល iPhone 11 Pro Max មិនមានដែរចំណុចបន្ទាប់យើងនឹងនិយាយអំពីកាមេរ៉ារបស់ iPhone ទាំងពីរ model នេះវិញថាតើឆ្នាំនេះ iPhone បានផ្លាស់ប្ដូរអ្វីខ្លះនៅលើកាមេរ៉ារបស់ខ្លួនក្រឡេកមកមើលកាមេរ៉ាក្រោយរបស់ iPhone នៅពី model នេះវិញគឺថាApple ឆ្នាំនេះមិនបានថែមចំនួន lens នៅលើ iPhone ស៊េរីថ្មីរបស់ខ្លួនទេគឺគេរក្សាទុកត្រឹមតែ3គ្រាប់ដូចទៅនឹងឆ្នាំមុនដដែលដោយ lens ទី1របស់ iPhone 12 Pro Max ឆ្នាំនេះគឺប្រើប្រភេទ Wide ដែលមានទំហំ12 megapixel ដូចគ្នាទៅនឹង iPhone 11 Pro Max កាលពីឆ្នាំមុនអញ្ចឹង
ប៉ុន្តែអ្វីដែលខុសគ្នានោះគឺកម្រិត aperture របស់ iPhone 12 Pro Max ឆ្នាំនេះគឺមានកម្រិតទូជាងមុនដែលវាជួយសម្រួលដល់ការថតរូបផ្ទៃខាងក្រោយធ្វើឲ្យមានសភាពព្រិលនិងដាច់ជាងមុនដែល support ទៅលើមុខងារ portrait mode ល្អជាងមុនចំពោះ lens ទី2ជាប្រភេទ telephoto optical zoom lens ដែលមានទំហំ12 មេហ្គាដូចគ្នាប៉ុន្តែសម្រាប់ iPhone 12 Pro Max គឺមានកម្រិត aperture ធំជាងមុនដែលវាជួយដល់ការថត zoom ឆ្ងាយបានរហូតដល់ទៅ 2.5 ដងប៉ុន្តែ iPhone 11 Pro Max វិញធ្វើការថតបានត្រឹមតែ 2 តែប៉ុណ្ណោះរីឯ lens ទី3វិញគឺជាប្រភេទ lens ultra wide ដែលមានទំហំ12 megapixel ដូចគ្នាចំពោះ lens 12 megapixel ultra wide លើកនេះគឺគ្មានការផ្លាស់ប្ដូរទាំងស្រុងគឺពួកគេអាចថតបានប្លង់ឆ្ងាយទំហំ 0.5 ដងដដែលចំពោះការថតវីដេអូវិញ iPhone 12 Pro Max លើកនេះបានភ្ជាប់នៅជាមួយនឹងប្រព័ន្ធ Dolby Vision HDR Cinematic ដែលវាអាចធ្វើការថតជាមួយនឹងវីដេអូដែលជាប់នឹងជាមួយនឹងសំឡេងបានកាន់តែច្បាស់និងគុណភាពវីដេអូកាន់តែល្អជាងមុនរីឯចំណុចពណ៌ខ្មៅដែលស្ថិតនៅក្រោមកាមេរ៉ា3គ្រាប់របស់ iPhone 12 Pro Max ឆ្នាំនេះវាគឺជា sensor ថ្មីមួយដែលគេដាក់ឈ្មោះថា LiDAR Scanner LiDAR Scanner គឺជា sensor ថ្មីមួយដែល Apple បានដាក់នៅលើ iPhone 12 Pro Max ដើម្បីជំនួយដល់ការថតរូបនៅពេលយប់ដែលយើងប្រើប្រាស់នៅ function night mode សម្រាប់ការថតរូប portrait ក៏ដូចជា time lapse ផងដែរ Apple បានបន្ថែម sensor ថ្មីមួយដែលមានឈ្មោះថា New Sensor Shift Image Stabilization ដែលជួយដល់លំនឹងនៅក្នុងការថតរូបនិងវីដេអូឲ្យកាន់តែប្រសើរជាងមុនដែល iPhone ជំនាន់មុនប្រើប្រាស់ OIS ដែលពាក្យពេញហៅថា Optical Image Stabilization Sensor ថ្មីនេះគឺមានតែនៅលើ iPhone 12 Pro Max តែប៉ុណ្ណោះអូខេជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាមែនទែនដែលបានចំណាយពេលវេលាទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់កុំតន់ទៅណាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ share និង subscribe នៅលើ channel របស់ធនាគារឯកទេស Aeon ផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ